ស្រីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកកាន់ channel របស់យើងខ្ញុំថ្ងៃនេះថ្ងៃទី27ខែ1ឆ្នាំ2026ឥឡូវនេះខ្ញុំនៅស្តុកអាងទឹកអូឡ িম্প ិកខ្ញុំកំពុងធ្វើដំណើរទៅម្ដុំក្រោយស្វាណាខ្ញុំចង់ដល់ទស្សនវិជ្ជាម៉ោង9ពេលព្រឹកហ្នឹងផ្ទះឬក៏មិនដែរតាមផ្លូវអញ្ចឹងឥឡូវខ្ញុំបត់ឆ្វេងទៅតាមផ្លូវទួលស្វាយវិញសេនុកដំបូងខ្ញុំមកបត់ផ្លូវមកនេះតែខ្ញុំឃើញខាងស្ដាំហ្នឹងអកសើហើយខ្ញុំទៅត្រង់មកខ្ញុំទៅតាមសាអូឡ িম্প ិកវិញព្រោះកន្លែងហ្នឹងទូទៅតែខ្ញុំបត់មកឆ្វេងម្ដងខ្ញុំយកស្ដាំតែថ្ងៃនេះឃើញខាងស្ដាំខ្ញុំរវល់ក៏ខ្ញុំនៅខាងឆ្វេងទៅក៏បានដូរទៅស្ដាំខ្ញុំឃើញផ្លូវតាមសាអូឡ িম্প ិកទលេដែរខ្ញុំមកតាមស្តុកសាអូឡ িম্প ិកវិញជាក់ស្ដែងកន្លែងនេះគឺមាន lane សម្រាប់បត់ស្ដាំទេតែខ្ញុំអកសើ pass app ទៅខ្ញុំឈប់នៅ lane គេត្រូវទៅត្រង់តែពេលអញ្ចឹងទៅខ្ញុំគិតថាអត់សូវមានការខកស្ទះទេខ្ញុំសុំញោអីទៅត្រូវបត់ស្ដាំទៅខាងសាអូឡ িম্প ិកចឹងមិនថាវីដេអូខ្ញុំនេះមិនមែនជាគោលបំណងអីដែលថាថតមកនោះដើម្បីប៉ះទៅលើរឿងចរាចរណ៍តាមដងផ្លូវអីទេគាត់ថាខ្ញុំរៀបរាប់ពីទស្សនវិជ្ជាតាមផ្លូវបើចែកដល់នេះជួបការបើកបររបស់បងប្អូនមួយចំនួនណាដែលគាត់មិនគោរពច្បាប់ចរាចរណ៍អីអាចនឹងខ្ញុំនឹងនិយាយព្រាបៗក្នុងវីដេអូហ្នឹងអញ្ចឹងព្រោះដូចខ្ញុំនិយាយពីដើមអញ្ចឹងគឺវីដេអូដែលខ្ញុំធ្វើនេះគឺអត់មានការរៀបចំទុកមុនឬក៏សរសេរ script ផ្សេងអីឬក៏ voice over អីទេគឺខ្ញុំយកចេញពីកាមេរ៉ាឡានខ្ញុំនិយាយជាក់ស្ដែងហើយខ្ញុំថត record យកបណ្ដោយអញ្ចឹងខ្ញុំក៏អត់មានបានកាត់តយច្រើននៅក្នុងវីដេអូខ្ញុំនេះដែរគ្រាន់តែថាខ្ញុំធ្វើដំណើរតាមផ្លូវកន្លែងណាដែលខ្ញុំអាចចាប់ផ្ដើមថតខ្ញុំអាចមានពេលនិយាយបានក៏ខ្ញុំនិយាយទៅហើយខ្ញុំក៏មិនដឹងថាថ្ងៃក្រោយទៅ channel ឬក៏ content ដែលខ្ញុំធ្វើរបៀបហ្នឹងគឺទទួលបានការចាប់អារម្មណ៍ពីបងប្អូនឬក៏មិនទេព្រោះខ្ញុំការនេះគឺជាពេលវេលាមួយដែលថាខ្ញុំតនេរួចពីការងារខ្ញុំឆ្លៀតធ្វើខ្លះទៅគីឡូថាខ្ញុំអាចនឹងប្រចំណូលបានមួយចំនួនពីប្រភពពីខាង YouTube ហ្នឹងហើយមួយទៀតនៅក្នុង YouTube ហ្នឹងក៏ខ្ញុំមាន channel ផ្សេងៗដែរដែលខ្ញុំធ្វើប៉ុន្តែខ្ញុំធ្វើមិនមែនជា content តែមួយទេខ្ញុំធ្វើ content បែបផ្សេងៗប៉ុន្តែពាក់ព័ន្ធនឹង content និយាយពីទស្សនវិជ្ជាតាមផ្លូវចរាចរណ៍ផ្សេងៗនេះគឺដោយសារតែខ្ញុំនឹកឃើញការដែលធ្វើវីដេអូបែបនេះមិនសូវមាននៅក្នុងស្រុកយើងទូលំទូលាយទេគឺខ្ញុំចាប់ផ្ដើមសាកល្បងធ្វើទៅខ្ញុំឃើញបងប្អូនមួយចំនួនធ្វើវីដេអូអញ្ចឹងដូចខ្ញុំដែរប៉ុន្តែគាត់អត់សូវជានិយាយអីបរិយាយទៅលើវីដេអូរបស់គាត់ទេគាត់ច្រើនតែដាក់ caption ឬក៏គាត់ដាក់អក្សរជាភាសាអង់គ្លេសឬក៏ខ្មែរជាដើមអញ្ចឹងក៏អត់សូវបាននិយាយជាក់ស្ដែងពីខ្ញុំអញ្ចឹងបើខ្ញុំគិតថាខ្ញុំសាកល្បងនឹងព្យាយាមនិយាយនៅលើវីដេអូនេះហើយលោថាបានបងប្អូនមើលទៅមានអ្វីដែលស្ដាប់ពីការដែលខ្ញុំបកស្រាយបណ្ដាផងគាត់អាចមើលទៅអត់ធុញបើគាត់មើលតែរូបភាពមើលតែសំឡេងហើយមាននិយាយអីប្រហែលជាគាត់អាចមើលវីដេអូខ្ញុំដល់ចប់ទេគេលោថាខ្ញុំធ្វើវីដេអូនេះឡើងទៅគាត់ចេះតែមើលព្យាយាមមើលវីដេអូខ្ញុំដោយសារការដែលខ្ញុំព្យាយាមនិយាយគ្រប់កន្លែងអញ្ចឹងទៅគាត់ស្ដាប់ដល់ចប់អញ្ចឹងទៅហើយដូចខ្ញុំបញ្ជាក់ដែរបើសិនជាខ្ញុំនិយាយទៅមានការខុសឆ្គងលើសលុបពីសម្ដីឬក៏ប្រការណាមួយសូមបងប្អូនជួយចូលរួមជាមតិយោបល់ដើម្បីជាមតិកែលម្អព្រោះដូចខ្ញុំនិ
vậy thôi tới nhóm mình có thay nhóm phơi nó được nhóm giấy đại đại tao video với cái trâu đây của cả bà bò tam long lấy chợ đai ngọn ấy bị tay tự nhiên đấy nhưng mà chúng nói khoác hát mà nó coi thả thở cục bê đi và tên dịch thở cục bê nhóm chìm được họ cho vào đây của nhóm bạn trong ban là họ cho tên nhóm trong ban ha khơi khóc khơi thả trâu hay tua squat đây có khóc luôn ấy một tên gì miên cái ta là môi cả là mà khơi khóc ấy cái vô trâu cái trong nghe tê ọt tê khơi trâu khơi khóc là bên đó này chúng ta lơ ở mà đông là tôi phải thấy mà đo chất stop mà tông đấy khơi là cho những nhật đai màu muốn chiếng đấy miền tảng sơ sả miền tảng vì bom ô để chi co miền tảng nhẹ thơ ca thế ấy còn khơi đầm ná từ câu đai còn riêng luôn chẳng nẹp nhóm ngày ní cứ nhóm cái tha tôi chỉ admin ấy thử như vậy chẳng đi tới đẹp con video nó cứ nhóm phơi khởi clay đá chẳng không thả bọc ôn chui subscribe channel làm bay chỉ cầm lắng chất làm bay nhóm phơi video bạn nâng bật to tới một tiết số mà con tràn riêng riêng tặng bác này đam sập đạp thay